បាទជាដំបងសូមគោរពជម្រាបសួរខ្ញុំឈ្មោះថាវិចិត្រជានាយកសាលាបឋមសិក្សាទូលវៀងខ្ញុំឈ្មោះដែររតនាគឺជាបណ្ណរៈម្នាក់នៅក្នុងគម្រោងបណ្ណាល័យចល័តនៃអង្គការពុទ្ធិកុមារខ្ញុំបាទឈ្មោះផុនពុតកុនជាបណ្ណារៈក្នុងគម្រោងបណ្ណាល័យចល័តរបស់អង្គការពុទ្ធិកុមារតាមទីមុនដំបូងទេគឺការអានសភៅអានរឿងហើយការផាត់រូបបាទមានខ្លះគាត់មកគាត់មានចម្ងល់រឿងព្យញ្ជនៈខ្លះគាត់អត់ចេះនឹងពាក្យពិបាកអញ្ចឹងដល់ខាងខ្ញុំបញ្យល់តាមនឹងខ្លះអត់ចេះព្យញ្ជនៈបណ្ដោយដល់យើងមកបញ្យល់តិចតិចផងប្រាប់គាត់ហើយក៏យកទៅអាននៅផ្ទះផងត្រូវគាត់ចាប់ដើមចេះខ្លះមកវិញខ្ញុំឃើញសិស្សគាត់ប្រសើរនៅក្នុងការអានជាងមុនទាំងដែលខ្ញុំចូលមកដំបូងគឺពួកគាត់ពិបាកនៅក្នុងការអានមែនទែនហើយមួយទៀតទៅគឺអត់សូវមានអ្នកណាគេលើកទឹកចិត្តគាត់នៅក្នុងការអានសភៅទៅពេលដែលខ្ញុំលើកទឹកចិត្តហើយនឹងតែងតែជួយប្រកបពីឲ្យពួកគាត់អានរហូតទៅគឺពួកគាត់អាចអានទៅដោយប្រសើរជំរាបសួរខ្ញុំបានឈ្មោះថងសុតខានសប្តាហ៍ថ្ងៃបង្រៀននៅសាលាបឋមសិក្សាទូលវៀងបណ្ណាល័យចល័តនេះគឺជួយឲ្យសិស្សខ្ញុំអាចអានបានច្បាស់ជាងមុនហើយគាត់ចាប់អារម្មណ៍នឹងការអានសៀវភៅព្រោះភាគច្រើននៅពេលដែលគាត់អានសៀវភៅគាត់ចង់ដឹងអំពីសាច់រឿងអញ្ចឹងនៅពេលដែលគាត់ឃើញសៀវភៅគាត់មានអារម្មណ៍ថាគាត់ចង់អានច្រើនក្មេងដែលគាត់បបងការសិក្សាគាត់បានឃើញគ្នាគាត់លេងជាមួយនឹងបណ្ណាល័យចល័តមានល្បែងកម្សាន្តបែបការសិក្សានិងការអានសៀវភៅរូបថ្មីធ្វើឲ្យគាត់មានអារម្មណ៍ថាគាត់ចង់មករៀនវិញចេះអានច្រើនជាងមុនចាសេតាមអាននេះក៏សេត្រូវច្រើនហើយខ្ញុំឲ្យទៅសេអត្ថបទរឿងខ្លីអីក៏ទៅសេបានវាសិស្សឲ្យបានចូលរួមក្នុងសកម្មភាពនោះឲ្យបានច្រើនអញ្ចឹងណាចាអរគុណច្រើនសួរខ្ញុំឈ្មោះសុភ័ក្រខ្ញុំរៀនថ្នាក់ទី4ខនៃសាលាបឋមសិក្សាទូលវៀងថ្ងៃនេះខ្ញុំបង្ហាញអំពីអ្វីដែលខ្ញុំបានចូលរួមនៅបណ្ណាល័យចល័តរបស់អង្គការពុទ្ធិកុមារតែជម្រាបសួរខ្ញុំឈ្មោះស្មាសាណារៀននៅសាលាបឋមសិក្សាកំពង់ប៉ោះជាសិស្សថ្នាក់ទី4ខ្ញុំបានចូលរួមអានសៀវភៅនៃបណ្ណាល័យរបស់អង្គការពុទ្ធិកុមារនៃគម្រោងរបស់អៃខារ៉ូខ្ញុំរៀនចេះជាងមុនហើយខ្ញុំរៀនបកកែហើយរៀនចេះអានខ្ញុំសប្បាយចិត្តដែលបានចូលរួមសកម្មភាពនេះព្រោះខ្ញុំជួយចិត្តអានសៀវភៅនិងគោលគំនូរជាមួយមិត្តភ័ក្តិក្រៅពីនេះខ្ញុំបានរៀនអានសៀវភៅជាមួយលោកគ្រូអ្នកគ្រូនិងមិត្តភ័ក្តិដែលបានចូលរួមនៅទីនេះសូមអរគុណដល់បណ្ណាល័យចល័តដែលបានធ្វើសកម្មភាពអំណាចជាប្រចាំសប្តាហ៍ជម្រាបសួរខ្ញុំឈ្មោះសំផាត់ជាអាណាព្យាបាលរបស់អូនសុភ័ក្រសួរខ្ញុំអាណាព្យាបាលរបស់សាស្ត្រស្មានសាណាមានបណ្ណាល័យចល័តហ្នឹងទៅគាត់ឧស្សាហ៍ទៅអាននៅកន្លែងបណ្ណាល័យហើយគាត់មកផ្ទះក៏យកសៀវភៅនឹងដើម្បីមកអាននៅផ្ទះហើយណែនាំបងប្អូនឲ្យអានស្ដាប់ចឹងទៅបងប្អូនមកស្ដាប់គាត់អានចឹងហើយគាត់អាចថាមានគ្រូគេអាចជ្រើសរើសគាត់ទៅអាននៅកន្លែងផ្សេងៗដែលថាមើលទៅការអានរបស់គាត់បានល្អជាងមុនសម្រាប់ការរៀននៅផ្ទះពេលតនេចឹងគាត់រៀនគាត់អានសៀវភៅគាត់អង្គុយអានសៀវភៅអីញ៉ៃហើយទៅភាគច្រើនគាត់ទៅអានសៀវភៅដែលផ្សេងពីសាលាឃើញមួយរយៈដែលសាលាបើកបណ្ណាល័យសិក្សាឡានហ្នឹងឃើញការរៀនរបស់គាត់រៀនកើនឡើងជាងមុនតាមគេមើលពេលគាត់ទៅគាត់ចូលចិត្តអានច្រើនជាងមុនហើយថាបណ្ណាល័យចល័តគឺល្អសម្រាប់ក្មេងៗដែលថាឲ្យក្មេងៗអានបានល្អហើយពេលជាយាមក្នុងការអានហើយអានអក្សរបានច្បាស់លាស់ចង់ឲ្យមានបណ្ណាល័យចល័តហ្នឹងតាមសាលាកាន់តែច្រើនជាងមុនក៏កាន់តែល្អលោកគ្រូព្រោះអីធ្វើឲ្យក្មេងៗអានសៀវភៅបានច្រើនថយការលេងអញ្ចឹងចាអរគុណអរិយាបថគាត់ប្រសើរជាងមុនឆ្ងាយពីមុនគាត់លេងរបស់អីដែលធ្វើឲ្យខូចខាតទេតែឥឡូវអត់ទេគាត់ភាគច្រើនគឺគាត់កាន់សៀវភៅអញ្ចឹងទៅយកមកអានមានរូបមានសៀវភៅមានអីអានអញ្ចឹងភាគច្រើនខ្ញុំអង្គុយស្ដាប់គាត់អានគ្នាគាត់អញ្ចឹងខ្ញុំអង្គុយស្ដាប់ទាក់ទងនឹងបណ្ណាល័យចល័តនេះល្អមែនទែនអរគុណច្រើនការចូលរួមបណ្ណាល័យចល័តនេះអាណាព្យាបាលសិស្សទាំងសហគមន៍ទាំងលោកគ្រូអ្នកគ្រូថាអាចជួយបង្កើនការអានរបស់ក្មេងបានច្រើនខ្ញុំក៏សប្បាយចិត្តដែរដែលមានដាក់បណ្ណាល័យចល័តនៅក្នុងសាលារៀនកំពង់ប៉ែលយើងខ្ញុំនេះចាខ្ញុំជានាយកតខ្ញុំត្រូវតាក់ទងជាមួយសហគមន៍ជាមួយអាណាព្យាបាលសិស្សតលហើយនឹងជាមួយភូមិឃុំអីចឹងណារាប់សម្រួលឲ្យគាត់ជួយរកថវិកាដើម្បីធ្វើឲ្យបណ្ណាល័យចល័តនឹងដើរបានទៅមុខទៀតសូមអរគុណចាសាលានឹងខិតខំប្រឹងប្រែងសហការជាមួយអាជ្ញាធរនិងអាណាព្យាបាលដើម្បីធ្វើបន្ការសៀវភៅដើម្បីគៀងគររកថវិកាបាទបំពាក់សៀវភៅថ្មីថែមទៀតដើម្បីជា
ចំណាប់អារម្មណ៍ដល់សិស្សានុសិស្សក្នុងការចូលរួមអានបន្តទៀតបាទអរគុណច្រើន